បងប្អូនសម្រាប់ page ថ្មីគួរតែផុស15វិនាទី30ឬក៏45វិនាទីបងប្អូនហើយដោយសារតែ page ថ្មីយើងអត់សូវមានអ្នកស្គាល់ទេអញ្ចឹងហើយយើងផុសខ្លីៗបែបនេះធ្វើឲ្យគេឆាប់ស្គាល់យើងបងប្អូនហើយគេមើលឆាប់ចប់ឆាប់ស្គាល់យើងទៅ like comment ហើយនឹង follow ឲ្យយើងអីចឹងណាបងប្អូនបើសិនជាគេពេញចិត្តក្នុងការយើងធ្វើ content ដែលល្អអញ្ចឹងណានឹងចែករំលែកទៅដល់ពេលបើសិនជាpage របស់បងប្អូននឹងចាស់ខែចាស់ឆ្នាំហើយដែលគេស្គាល់ច្រើនហើយបងប្អូនផុសវីដេអូវែងបងប្អូនវីដេអូវែងទោះបីជាអ្នកមើលតិចក៏ពិតមែនដូចថាអ្នកយើងផុសវីដេអូ reel 15វិនាទីក៏ពិតមែនទោះបាន 1k 2k បងប្អូនហើយវាលុយវាបានតិចតាមនឹងដែរអញ្ចឹងណាតែបើសិនជាបងប្អូនផុសវីដេអូវែងទៅពេលដែលគេចូលមើលត្រឹម5 600 7 800នាក់ហ្នឹងណាបងប្អូនក៏បានលុយច្រើនដែរច្រើនជាងវីដេអូ reel អញ្ចឹងហើយបានជាបងគាត់ភាគច្រើនគាត់ធ្វើវីដេអូវែងបងប្អូនបើសិនជាវីដេអូយើងមានទុកតែ1តែ2អីហ្នឹងគឺគ្រប់ទឹកហើយបងប្អូនអញ្ចឹងបានថាអ្នកធ្វើវីដេអូបងប្អូនដូចគ្នាទាំងអស់អញ្ចឹងហើយគេជ្រើសយកអ្វីដែលធ្វើហើយបានផលច្រើនបងប្អូនសម្រាប់ដៃថ្មីគឺធ្វើរបៀបថាតាមគេអត់ទាន់ស្គាល់យើងបងប្អូនហ្នឹងហើយធ្វើខុសៗគ្នាអញ្ចឹងណាអញ្ចឹងហើយពីបងដៃថ្មីបើគាត់ចាប់ផ្ដើមផុសចាប់ពី15វិនាទីទៅ30វិអីចឹងទៅបងប្អូនបើសម្រាប់ពួកបងដែលគាត់រកលុយបានហើយគឺគាត់ចូលចិត្តផុសវីដេអូវែងដោយសារអីដោយសារតែវីដេអូវែងហ្នឹងពេលដែលគេចូលមើលច្រើនគឺវាបានលុយច្រើនណាបងប្អូនហ្នឹងហើយដូចថាគេគិតឲ្យរៀងថ្លៃអញ្ចឹងណាហ្នឹងហើយអត់ដូចវីដេអូ reel ទេវីដេអូ reel អត់សូវបានលុយទេហើយណាមួយឥឡូវ tool CM នេះបងប្អូនគឺផុសវីដេអូវែងវីដេអូខ្លីអីហ្នឹងគឺគេគិតលុយបូកបញ្ចូលគ្នាទាំងអស់តែម្ដងបងប្អូនហើយហ្នឹងហើយសម្បីតែ story អីហ្នឹងក៏បានលុយដែរបងប្អូនអញ្ចឹងពេលដែលយើងផុសវីដេអូមិនបាច់ share ចូល story ក៏បានដែរអញ្ចឹងហើយយើងផុសវីដេអូហើយអីហើយចាំយករូបភាពឬក៏វីដេអូដែលយើងផុសហ្នឹងបងប្អូនបង្ហោះចូល story ទៅអាហ្នឹងបានលុយម្ដងទៀតតែបើសិនជាបងប្អូនយកវីដេអូដែលផុសហើយយកទៅដាក់ចូល story អាហ្នឹងអត់អីទេគេគិតលុយបានប៉ុន្តែបើសិនជាបងប្អូនមិនទាន់ផុសចូលវីដេអូវែងឬវីដេអូខ្លីទេប៉ុន្តែបងប្អូនយកវីដេអូនោះទៅដាក់បញ្ចូលនៅវីដេអូ reel នៅកន្លែង story បងប្អូនអញ្ចឹងហើយពេលបងប្អូនយកមកផុសវិញហ្នឹងណាយកមកផុសម្ដងទៀតគឺអត់បានទេបងប្អូនប៉ុន្តែបើសិនជាបងប្អូនផុសវីដេអូវែងវីដេអូខ្លីផុសក្នុងវីដេអូឲ្យហើយបងប្អូនយកទៅផុសក្នុង story អាហ្នឹងគឺបានបងប្អូនអត់អីទេគេអត់ចាប់ទេអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនសាកល្បងទៅធ្វើទាំងអស់គ្នាដើម្បីឲ្យ page ឬក៏ account យើងវារីកបងប្អូនហ្នឹងហើយយើងផុសវីដេអូឲ្យច្រើនទៅវាមានគេ like គេ share គេ comment អីច្រើនអញ្ចឹងទៅធ្វើឲ្យវីដេអូបងប្អូនរីកអញ្ចឹងទៅមានគេ follow ច្រើនបងប្អូនឥឡូវមួយរយៈនេះឮថា follow បើសិនជាអ្នកផុសវីដេអូដែលផ្ទុះពេកហើយមានអ្នក follow ច្រើនពេកហ្នឹងក៏ចាប់ដែរបងប្អូនខ្ញុំមិនដឹងថាមិនទេប៉ុន្តែឮបងដៃចាស់គាត់និយាយបែបនេះណាអញ្ចឹងបងប្អូនជាយាមទាំងអស់គ្នាបងប្អូនឲ្យគេខ្លាចយើងចាក់ follow អញ្ចឹងយើងធ្វើវីដេអូស៊ីនហើយ follow យើងហ្នឹងគឺយើងរកដោយសមត្ថភាពខ្លួនយើងកុំតែចាក់ follow ពុះ follow ច្រើនពេកហ្នឹងក៏អត់បានដែរបងប្អូនក៏ Facebook ចាប់ដែរអញ្ចឹងអត់មានអីច្រើនទេបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនជូនបងប្អូនហេងទាំងអស់គ្នាឆាប់ដល់គោលដៅទាំងអស់គ្នាទាំងខ្ញុំទាំងបងប្អូនធ្វើព្រោះតែចង់ដល់គោលដៅត្រូវអត់ហ្នឹងហើយបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេច like 1 comment បងប្អូនម្នាក់មួយផងអរគុណចាំជួបគ្នាវីដេអូក្រោយទៀត